អាយុដំបណ្ឌិតសំពិសិដ្ឋអញ្ជើញដឹកនាំដង្ហែក្បួនបុណ្យវិសាខបូជាឆ្ពោះទៅកាន់វត្តចរិយាវង្សជាមួយពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករនៅរសៀលថ្ងៃទី11ខែឧសភាឆ្នាំ2025នេះអាយុដំបណ្ឌិតសំពិសិដ្ឋអភិបាលនៃគណៈពិបាលខេត្តកែបរួមជាមួយអាយុដំលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តលោកស្រីអភិបាលរងខេត្តមន្ត្រីរាជការជុំវិញខេត្តលោកគ្រូអ្នកគ្រូសិស្សសានុសិស្សនិងពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករបានរៀបចំពិធីដង្ហែបុណ្យវិសាខបូជាទៅកាន់វត្តចរិយាវង្សស្ថិតនៅភូមិអូក្រសាសង្កាត់អូក្រសាក្រុងកែបខេត្តកែបអាយុដំបណ្ឌិតសំពិសិដ្ឋគូបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់ខិតខំអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាឲ្យមានភាពរីកចម្រើនទាំងក្នុងពេលបច្ចុប្បន្ននិងពេលអនាគតស្របពេលដែលប្រទេសកម្ពុជារបស់យើងទទួលបានសុខសន្តិភាពពេញបរិបូរណ៍ជាការពិតណាស់ម្លប់សន្តិភាពធ្វើឲ្យយើងមានឱកាសជួបជុំគ្នាមានឱកាសចូលរួមធ្វើបុណ្យនិងកសាងនៅទីវត្តអារាមដែលជាទីកន្លែងមួយជួយបណ្ដុះបណ្ដាលផ្ដល់នៅចំណេះដឹងការអប់រំបញ្ញាស្មារតីទាំងខាងពុទ្ធចក្រនិងអាណាចក្រអាយុដំបណ្ឌិតអភិបាលខេត្តបានអំពាវនាវដល់ព្រះសង្ឃក៏ដូចជាពុទ្ធបរិស័ទទាំងអស់ត្រូវបន្តរក្សាសន្តិភាពឲ្យបានគង់វង្សបើគ្មានសន្តិភាពគឺគ្មានអ្វីៗទាំងអស់ដូចនេះសន្តិភាពគឺសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជារបស់យើងក្រៅពីនេះសូមឲ្យជាឆ្ងាយពីគ្រឿងញៀនល្បែងស៊ីសងគ្រប់ប្រភេទនិងបន្តចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នាគូបញ្ជាក់ថាវិសាខបូជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏ធំដែលបង្ហាញពីការគោរពរំលឹកដល់ព្រឹត្តិការណ៍សំខាន់នៃព្រះសម្មាសម្ពុទ្ធព្រះសមណគោតមគឺរំលឹកដល់ថ្ងៃដែលព្រះអង្គប្រសូតត្រាស់ដឹងនិងចូលព្រះបរិនិព្វាននាថ្ងៃពេញបរមីខែវិសាខនេះឯងបុណ្យវិសាខបូជាគឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនាដោយមានមហាជនចាស់ក្មេងប្រុសស្រីទៅជួបជុំគ្នាអ៊ូអរដោយនាំមកនៅគ្រឿងសក្ការៈបូជាមានទៀនធូបផ្កាភ្ញីនិងប្រទីបជ្វាលាតូចធំដុតបំភ្លឺប្រងព្រាតនៅគ្រប់វត្តអារាមដោយភាពរីករាយនិងជ្រះថ្លាបំផុត